តាថ្ងៃហ្នឹងយើងមិននាំគ្នាប្រែអារម្មណ៍ម្ដងបងប្អូនដោយសារអីយើងធ្វើមកហូបរាល់ថ្ងៃអញ្ចឹងថ្ងៃហ្នឹងយើងមកធ្វើជាមួយនឹងនំក្លុកចេកបែបខ្មែររបស់យើងបងប្អូនត្រូវធ្វើនំក្លុកចេកបែបខ្មែរបាទត្រូវធ្វើទេមកមើលវីដេអូនេះតាខ្ញុំធ្វើដាក់ចេកខ្លះលើហ្នឹងគឺខ្ញុំមានចេកឯសពីសែនទេវតាហ្នឹងបងប្អូនយកមកយើងបកវាមកហើយច្របាច់វាឲ្យម៉ត់ចូលគ្នាមកណាបន្តមកទៀតចាំយើងនេះមកធ្វើការកាប់ដូងដើម្បីយកទៅដាក់លាយជាមួយនឹងនំរបស់យើងឲ្យកាន់តែឆ្ងាញ់ណាយាយពេលយើងកាប់ដូងហើយយើងក៏ទិញម្សៅអង្គរមកចឹងហើយយើងចាក់ម្សៅអង្គរយើងឲ្យសមបរិមាណល្មមជាមួយនឹងចេករបស់យើងហ្នឹងណាបងប្អូនកូរវាចឹងមកកូរចុះកូរឡើងឲ្យម្សៅរបស់យើងហ្នឹងចូលលបាយតែមួយជាមួយនឹងចេកហើយយើងក៏មានជាមួយនឹងម្សៅបំពងដូចគ្នាយើងចាក់វាកូរចំណែមកហើយតាពេលយើងលាយម្សៅហើយយើងមកធ្វើការកាត់ភ្លើងមានអីពិបាកទេបងប្អូននេះគ្រាន់តែដាក់ចូលទៅហើយដាក់ច្រវាញ់តិចទៅឆេះត្រុលតែម្ដងហើយហៅអស់ដាក់មកដាក់អីមកឆេះហើយតែប៉ុណ្ណឹងយ៉ាបន្ទាប់ពីយើងមកធ្វើការកាត់ភ្លើងរបស់យើងឲ្យឆេះអញ្ចឹងមកតមកទៀតចាំយើងទៅធ្វើអីតណានេះយើងមានជាមួយនឹងគោះពងមាន់ចូលបងប្អូននេះដាក់ពងមាន់មកហើយដាក់ពីរគ្រាប់មកដើម្បីឲ្យវាស្រួយហើយឈ្ងុយឆ្ងាញ់អញ្ចឹងណាបើចង់ឆ្ងាញ់ទៅចំណាយទុនច្រើនបន្តិចអញ្ចឹងហើយយើងដាក់ពងមាន់ដាក់អីទៀតមកហើយដើម្បីឲ្យហត់តែឆ្ងាញ់យើងថែមអំបិលតិចតមកគឺខ្ញុំខ្លាចវាផ្អែមខ្ញុំបន្ថែមស្ករបន្តិចដែរណាបងប្អូនអញ្ចឹងមកហើយយើងមកពុះដូងរបស់យើងដើម្បីកោសដាក់នៅក្នុងនំរបស់យើងហ្នឹងម្សៅមួយម្សៅអីហ្នឹងណានេះគឺកូនបើជាអ្នកពុះដូងណែហើយគេមកជួយកោសដូងទៀតហើយតំណងមែនតានហ្មងកូនបើសំណាងធំនេះបានកូនបើមកជួយកោសដូងធ្វើនំធ្វើអីចឹងគឺដូចត្រូវឆ្នាំឲ្យលៀនចឹងហើយនេះគឺយើងមកធ្វើការយកដូងរបស់យើងកូរចូលជាមួយនឹងម្សៅមកហើយអ៊ំក៏យកល្ងមកជួយបក់ឲ្យនេះយើងបក់ល្ងយើងចឹងមកហើយចាំយកទៅហូរដាក់នៅក្នុងម្សៅរបស់យើងដើម្បីពេលយើងចៀនទៅកាន់តែឈ្ងុយជាមួយនឹងល្ងហើយវារឹតតែឆ្ងាញ់ណាបងប្អូនចឹងធ្វើចឹងមកណាតមកទៀតយើងទៅចៀនវាដាក់វាប្រផ្ទះចឹងមកអូយតំណងមែនតានហ្មងជាមួយឆ្អិនណាដឹងមានអ្នកភ្លក់ពេញផ្ទះហ្មងរឿងឆ្ងាញ់ហ្មងតានីភាសាអីចំណាយទុនលើគ្រឿងឡើងច្រើនប៉ុណ្ណឹងហើយបាទឆ្ងាញ់ទៀតអត់លុយយាយម៉ាននេះគឺអ្នកមកជួយចៀនចឹងណាយើងជួយគ្នាម្ដងម្ជើងម្នាក់ទៅឆ្អិនបានញ៉ាំឲ្យដោយសារយើងប្រញាប់ទៅបំពេញវិញថ្ងៃហ្នឹងឡើងមកពេញវិញតែឆ្លៀតចៀនចេកទៀតញាក់សាច់ហ្មងយាយម៉ានអត់ចេះឲ្យខ្លួនឯងតនេមិនសោះហ្មងតែសវាយនឹងធ្វើពួកអីស្ដាយចេកសែនទេវតាសច្រើនណាពីស្និតតែចឹងយើងយកមកចៀនចឹងទៅកុំឲ្យខាតនេះគឺយើងចៀនឆ្អិនហើយក៏មានអ្នកភ្លក់ឯងចូលមកយាយក៏